Không một cái này ông bảo bạn khơi man vô bạn đang thật an anh này đừng nghe đừng thằng đang chưa pasal đấy đấy ok bạn chẳng đừng mau tam nhom mình đang pra đây rụng riêng những mưa tới khi pasal tô mùa xa thấy tôi chỉ bị một bài kriêm thì tam chơi ô đỏของlớn thơ bị một bài kriêm người pasal đangได้cái hàng pasal ngỗng đà hay người không khai kèo bây giờ cất pi cờ lố tìm pin mà đàn ấy cứ 100 cờ lố chiến còn này bây giờ cất pi khai kèo máu cứ phải kèo hay bây giờ trong máu bị khai phải kèo cờ lố bây giờ trong máu bị khai kèo mà đàn ấy ở chi tu ta ấy là nắng của môi khai tất của môi khai cổ trong màn về để dân mưa vì lúc năm tới số bộ nhận thơ ở kèo ấy kia của môi khai tất của môi khai cổ cái nó hay bật san đấyก็สร้างได้ประมาณรุ่งแรกวรมันบางอย่างใหญ่เป็นสัตว์ที่ผมมวยก่อนให้เจ้ามาเมินนักนี้ให้ประสานได้คือจะทัดในขนองสระจะหาคมตับพ้อสระคมกบลกสระอยู่กับไรขาดตะแคงสร้างนั้นบางอย่างมารูปเรียงแหละขณะบ่อประสานคือก่อสร้างก่อสร้างได้มาใบเครียมให้ลក្ខណៈ4ជ្រុងហើយ4ជ្រុងអ្វីដែលយើងមើលឃើញហ្នឹងគឺទ្វារនេះគឺទ្វារខាងជើងអូខេយើងចូលដល់ភាសាយើងដោះមួកទាំងអស់គ្នាហើយភាសានេះដែរគឺមានទ្វារ4ទ្វារខាងជើងគឺជាទ្វារចំហយើងអាចចេញចូលបានទ្វារព័ទ្ធជំនាញខាងក្រោយខាងលិចហើយនិងខាងកើតគេហៅថាទ្វារបញ្ឆោតអញ្ចឹងអត់អាចចូលបានទេយើងចូលបានតែខាងក្នុងហ្នឹងហើយបន្ទាប់ពីយើងចូលមកមានថ្មដែលគេហៅនិយាយថាថ្មភក់ហ្នឹងឯងដែលគេយកមកធ្វើជាផ្ដែធ្វើជាសសរពេជ្រអីហ្នឹងហើយនៅក្នុងប្រាសាទមានជាលក្ខណៈបូជាបែបសាសនាអញ្ចឹងយើងឃើញស្រាប់ហើយមានយូនីហើយមានលឹងតូអីចឹងទៅព្រោះសម័យនោះព្រះបាទសូរ្យវរ្ម័នហ្នឹងគឺគោរពសាសនាព្រហ្មញ្ញសាសនាហ្នឹងហើយបន្ទាប់ពីក្រោយមកមានសូរ្យវរ្ម័នទី1ហ្នឹងលោកមកស្ថាបនាឡើងវិញនៅពេលដែលលោកស្ថាបនាហ្នឹងអាចថាដាក់ជាសាសនាអីបន្ថែមទៀតចឹងទៅក៏យ៉ាងម៉េចដល់ព្រោះអីដាច់ក្រោយមកលោកគ្រាន់តែមកស្ថាបនាទេស្ដារឡើងវិញឲ្យវាសម្បូរបែបអញ្ចឹងយើងមើលនៅខាងក្នុងហ្នឹងស្រាប់ហើយគឺមានយន្តនេះក្នុងប្រវត្តិផ្សេងដែលមានយន្តនេះមានអីវាត្រូវមានទឹកមានអីទឹកគឺគេសំដៅទៅលើទឹកអមតៈអីចឹងទៅសម្រាប់ដាច់ឬក៏សម្រាប់ពីដើមយើងមានដូចជាទាហានដូចជាអីសម្រាប់ច្បាំងអីចឹងទៅយើងអាចហូបទឹកហ្នឹងឯងទៅដើម្បីជាជ័យអីចឹងទៅហើយមួយទៀតគឺគេគោរពសាសនាហ្នឹងឯងដែលយើងមើលឃើញឡើងឡងតែគេតម្កល់លឹងពីលើយន្តនេះតែសម្រាប់ប្រាសាទហ្នឹងយើងចូលមកខាងក្នុងសម្បូរថ្មបាយក្រៀមហើយបន្ទាប់ពីថ្មបាយក្រៀមនៅជាន់លើវាងប្រហោងហើយគេធ្វើពីឥដ្ឋតាន់ហើយឥដ្ឋតាន់នេះគឺដឹងស្រាប់ហើយគឺច្រើនជាន់ហើយលក្ខណៈថាគង់វង្សវាមិនមែនស្ដាងស្ដើងពីមួយជាន់ទៅមួយជាន់គឺគេគ្រប់គ្រងទៅដោយជាន់ក្រមថ្មបាយក្រៀមហ្នឹងទៅជាន់ទី1ជាន់ទី2ជាន់ទី3ថ្មបាយក្រៀមដល់ទៅជាន់ទី4ជាន់ទី5ជាន់ទី6ជាន់ទី7ហើយ